មនុស្សយើងម្នាក់អាចដឹងថ្ងៃកើតតែមិនអាចដឹងថ្ងៃស្លាប់អាចជួបមនុស្សដែលខ្លួនស្រឡាញ់តែមិនអាចដឹងថាស្រឡាញ់គ្នាបានរហូតឬយ៉ាងណាអ្វីដូចជាសុបិនថ្ងៃយប់រំលងទៅយ៉ាងលឿនមិនគួរឲ្យជឿថ្ងៃនេះយើងទើបតែបានជួបមុខគ្នាសោះ10ឆ្នាំក្រោយទើបជួបគ្នាម្ដងទៀតក៏ថាបានឬលែងជួបរហូតក៏យើងមិនបានដឹងបើយើងគិតឲ្យជ្រៅបន្តិចជីវិតនេះផុយណាស់ងាយបាត់បង់ណាស់នេះទើបក្តីស្រឡាញ់ពិតគ្មានចិត្តរំពឹងអ្វីផ្សេងទេហើយរំពឹងត្រឹមតែឃើញមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខរស់នៅដោយរីករាយយើងជាមនុស្សធម្មតាច្រើនតែយល់មិនត្រឹមត្រូវពីស្នេហាដោយយល់ថាស្រឡាញ់ផ្កាទាល់តែបានកាច់ផ្កាឬបើស្រឡាញ់សត្វគឺទាល់តែបានចាប់សត្វនឹងមកដាក់ក្នុងទ្រុងមើលថាទើបហៅថាស្រឡាញ់ចំពោះអារម្មណ៍របស់ខ្ញុំប្រាថ្នាសូមត្រឹមតែមនុស្សគ្រប់គ្នាមានសេចក្តីសុខជោគជ័យក្នុងជីវិតហើយប្រាថ្នាសូមត្រឹមតែមនុស្សដែលខ្ញុំស្រឡាញ់មានសេចក្តីសុខប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំសូមបុណ្យកុសលដែលខ្ញុំបានធ្វើក្នុងជាតិនេះសូមឲ្យខ្ញុំបានសុខរាល់កម្មពៀទាំងឡាយដែលខ្ញុំសាងពីអតីតជាតិសូមឲ្យលៀងជំរះអស់ត្រឹមជាតិនេះហើយសូមផ្សាយមេត្តាចិត្តដល់សពសាស្ត្រទាំងក្តីស្រឡាញ់ពិតគ្មានចិត្តរំពឹងអ្វីផ្សេងទេហើយរំពឹងត្រឹមតែឃើញមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខរស់នៅដោយរីករាយយើងជាមនុស្សធម្មតាច្រើនតែយល់មិនត្រឹមត្រូវពីស្នេហាដោយយល់ថាស្រឡាញ់ផ្កាទាល់តែបានកាច់ផ្កាឬបើស្រឡាញ់សត្វគឺទាល់តែបានចាប់សត្វនឹងមកដាក់ក្នុងទ្រុងមើលថាទើបហៅថាស្រឡាញ់ចំពោះអារម្មណ៍របស់ខ្ញុំប្រាថ្នាសូមត្រឹមតែមនុស្សគ្រប់គ្នាមានសេចក្តីសុខជោគជ័យក្នុងជីវិតហើយប្រាថ្នាសូមត្រឹមតែមនុស្សដែលខ្ញុំស្រឡាញ់មានសេចក្តីសុខប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ